បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកពីវិធីក្នុងការបង់លុយទៅលើកម្មវិធី Telegram អញ្ចឹងមួយរយៈក្រោយនេះគឺយើងអាចធ្វើការបង្កើត Telegram Free បានទេបងប្អូនទាំងអស់គ្នាយើងមានតែវិធីយើងធ្វើការបង់លុយដើម្បីយើងអាចប្រើប្រាស់កម្មវិធីមួយនេះវិញបានអូខេអញ្ចឹងខ្ញុំសូមធ្វើការចូលទៅក្នុងកម្មវិធី Telegram ដើម្បីធ្វើការបង្ហាញពីវិធីក្នុងការយើងបង់លុយទាំងអស់គ្នាបាទអញ្ចឹងខ្ញុំសូមធ្វើការចូលទៅក្នុងកម្មវិធី Telegram បាទអញ្ចឹងយើងចូលកម្មវិធី Telegram ធម្មតាមកបងប្អូនទាំងអស់គ្នាកន្លែងនេះយើងចុចញ៉ាំពើ Q នេះមកបាទហើយកន្លែងនេះដែរគឺបងប្អូនធ្វើការដាក់លេខទូរស័ព្ទរបស់បងប្អូនដែលយើងចង់បង្កើតបាទយើងចុចញ៉ាំព្រួយពើ Q នេះបន្តទៀតបាទអញ្ចឹងដល់កន្លែងនេះគឺគេឲ្យយើងធ្វើការដាក់អ៊ីមែលបាទអញ្ចឹងបងប្អូនអាចធ្វើការដាក់អ៊ីមែលមួយបាទអ៊ីមែលបងប្អូនផ្ទាល់ខ្លួនកន្លែងនេះបងប្អូនបាទអញ្ចឹងបងប្អូនអាចធ្វើការដាក់អ៊ីមែលមួយមកដើម្បីយើងបំពេញនៅកន្លែងនេះបាទហើយកន្លែងនេះបងប្អូនចុចស្ញាព្រួយបន្តទៀតបាទចុចស្ញាព្រួយបន្តទៀតមកបាទអញ្ចឹងកន្លែងនេះវាឲ្យយើងចូលទៅមើលសារនៅអ៊ីមែលរបស់យើងបាទវានឹងផ្ញើលេខកូដ6ខ្ទង់ចូលទៅនឹងអ៊ីមែលដែលយើងបានដាក់មិញណាបងប្អូនបាទអញ្ចឹងខ្ញុំសូមធ្វើការចូលទៅមើលអ៊ីមែលរបស់ខ្ញុំសិនដើម្បីយើងយកលេខកូដមកវាយចូលកន្លែងនេះបងប្អូនបាទហើយបងប្អូនទាំងគ្នាគឺមានលេខតែ9បាទ92 96បាទអញ្ចឹងវានឹងដើរដល់កន្លែងដែលយើងត្រូវធ្វើការទិញកន្លែងនេះគឺបងប្អូនត្រូវមាន Visa Card ឬក៏គេហៅថាកាតសម្បត្តិនិមិត្តណាបងប្អូនអញ្ចឹងបងប្អូនអាចធ្វើការទិញបានអូខេអញ្ចឹងដើម្បីយើងធ្វើការទិញបងប្អូនចុចកន្លែងទិញនេះមកបងប្អូនបាទហើយកន្លែងនេះបងប្អូនត្រូវធ្វើការ add card មួយបាទ add card ខាងក្រោមនេះបងប្អូនបាទយើងធ្វើការ add card បាទហើយកន្លែងនេះដែរគឺបងប្អូនចូលទៅមើលកាតរបស់បងប្អូនគឺដែលមានលេខនៅលើកាតរបស់យើងធ្វើការវាយលេខកូដកាតរបស់យើងចូលទាំងអស់កន្លែងនេះបងប្អូនបាទប្លោះទី1នេះគឺយើងវាយលេខកូដកាតបាទហើយប្លោះទី2នោះគឺជាលេខ expire របស់កាតរបស់យើងបាទនេះប្លោះទី2នេះបាទខ្ញុំធ្វើការដាក់លេខ expire របស់កាតបាទយើងធ្វើការវាយទាំងអស់គ្នាមកហើយយើងមើលសន្លឹកកាតរៀងៗខ្លួនកន្លែងនេះបងប្អូនបាទចឹងបងប្អូនធ្វើការវាយរៀងៗខ្លួនមកហើយនឹងប្លោះទី3នេះគឺជាប្លោះលេខកូដ CVV បាទគឺជាលេខកូដ CVV នេះសម្រាប់កាតគឺវានៅមួយចំហៀងទៀតបងប្អូនប្រែមួយចំហៀងទៀតនៃកាតរបស់យើងគឺយើងឃើញហើយបងប្អូនបាទយើងឃើញមានលេខកាត CVV ហើយយើងបងប្អូនធ្វើការវាយចូលមកបាទបន្ទាប់ពីយើងធ្វើការវាយលេខកូដកាតចូលហើយយើងចុចសញ្ញាពើ Q នេះមកដើម្បីយើងបន្តវាទៅមុខទៀតបាទអញ្ចឹងកន្លែងនេះបងប្អូនធ្វើការរងចាំបាទហើយបងប្អូនចុចកន្លែងសញ្ញាពើ Q នេះមួយមកដើម្បីយើងធ្វើការបញ្ជាក់វាបាទយើងធ្វើការរងចាំហើយកន្លែងនេះដែរគឺបងប្អូនធ្វើការចុចគ្រីសនៅខាងលើបាទយកកន្លែងពាក្យ yes នេះមកហើយយើងចុចពាក្យ OK អញ្ចឹងវារួចរាល់ហើយបងប្អូនវាដាក់ successful ហើយចឹងមានន័យថាវាការបង់លុយរបស់យើងគឺរួចរាល់ហើយអញ្ចឹងកន្លែងនេះគឺបងប្អូនធ្វើការរងចាំបាទខាងក្រុមហ៊ុននឹង call មកយើង direct តែម្ដងចឹងបងប្អូនរងចាំធ្វើការស្ដាប់ខាងក្រុមហ៊ុនគេហៅឲ្យជាភាសាអង់គ្លេសណាកន្លែងនេះបងប្អូនខ្ញុំសូមបញ្ជាក់បាទហៅជាភាសាអង់គ្លេសទេចឹងបងប្អូនអាចស្ដាប់ឲ្យបងប្អូនយកលេខកូដនោះមកវាចូលបានវាចូលហើយដល់កន្លែងនេះគឺគេឲ្យយើងធ្វើការដាក់លេខកូដរបស់ Telegram ណាបងប្អូនគឺបងប្អូនគួរតែចំណាំលេខកូដនេះទុកឲ្យហើយយើងធ្វើការកត់ទុកដោយខ្លួនឯងកន្លែងនេះចឹងបងប្អូនធ្វើការវាយលេខកូដសម្ងាត់រួចរាល់ហើយបងប្អូនធ្វើការចុចសញ្ញាគ្រីសពើខៀវខាងស្ដាំដៃបងប្អូនទាំងអស់គ្នាបាទនឹងចុចសញ្ញាគ្រីសពើខៀវនេះដើម្បីយើងបន្តវាទៅមុខទៀតមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាគឺយើងបង្កើតបានរួចរាល់ហើយបងប្អូនអញ្ចឹងចាំជួបខ្ញុំបាទនៅវីដេអូក្រោយបន្តទៀតបាទអរគុណ